ខាងខ្ញុំលក់បាន17000ខាងខ្ញុំលក់បានតែ14000ខាងខ្ញុំលក់បាន22000យ៉ាមួយប្រចាំរៀងគ្រាន់តែ22000ខាងខ្ញុំលក់បាន1គីឡូតែ20000ទេខាងខ្ញុំបានតែ12500អូបងប្អូនទៀបម្លេះ12500សៀមរាបបងប្អូនដូចជាបងប្អូនបានឃើញនៅក្នុងវីដេអូអញ្ចឹងហើយដូចខ្ញុំបានមើលនៅក្នុងពិនិត្យខ្ញុំបានពិនិត្យទៅមើលនៅក្នុង comment កាលពីខ្ញុំបានធ្វើវីដេអូលើកមុនទាក់ទងនឹងតម្លៃមន់ដែលវាឥឡូវចុះថ្លៃបងប្អូនអញ្ចឹងខ្ញុំពិនិត្យមើលទៅខ្ញុំឃើញមានកម្រិតតម្លៃខ្ញុំឃើញមានកម្រិតតម្លៃនៅក្នុង comment ដែលបងប្អូនជួយ comment ប្រាប់ខ្ញុំបងប្អូនគឺតម្លៃដែលទាបបំផុតនោះ12500រៀលក្នុង1គីឡូហើយតម្លៃដែលបងប្អូនលក់បានខ្ពស់នៅឯខាងកំពង់ស្ពឺគឺ22000រៀលអញ្ចឹងបងប្អូនអញ្ចឹងបើបូកទូទាត់ទៅអាចថាចន្លោះគ្នា9500រៀលបងប្អូនក្នុង1គីឡូអញ្ចឹងតម្លៃនេះបងប្អូនគិតថាយ៉ាងម៉េចដែរបងប្អូនអាចទទួលយកបានទេបើសិនជាចន្លោះពី12500រៀលដល់22000រៀលក្នុង1គីឡូប្រហែលជាបងប្អូនថាបើសិនជាលក់បាន18000ឬក៏19000ឬក៏20000ប្រហែលជាបងប្អូនទទួលយកបានចុះបើសិនជាក្រោមនឹងឧទាហរណ៍តម្លៃ13000 14000តើបងប្អូនទទួលយកបានទេតម្លៃមន់នេះបងប្អូនកាត់ថ្លៃចំណាយទៅលើចំណីពេល3 4ខែទ្រាំទៅបានលក់ឬក៏កាត់ចុះកម្លាំងដែលបងប្អូនខិតខំមើលទាំងយប់ទាំងថ្ងៃកាត់ថ្លៃទឹកថ្លៃភ្លើងថ្លៃថ្នាំថ្លៃវ៉ាក់សាំងអីរួចទេបងប្អូនប្រហែលជាបងប្អូនពិបាកក្នុងការឆ្លើយហើយនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីគំនិតពិចារណារបស់លោកគ្រូម្នាក់ដែលគាត់ឈ្មោះថាលេងស៊ីវិធីបងប្អូនច្បាស់ជាស្គាល់គាត់ហើយមែនទេបងប្អូនហើយខ្ញុំសូមអរគុណដល់លោកគ្រូលេងស៊ីវិធីដែលលោកគ្រូបានចែករំលែកនៅចំណុចទាំង7នេះដែលជាចំណុចដែលល្អដែលខ្ញុំជាអ្នកចិញ្ចឹមមាន់គួរតែពិចារណាហើយបងប្អូនដែលកំពុងមើលវីដេអូនេះកំពុងតែពិចារណាដែរបងប្អូនគិតថាហេតុអ្វីបានជាបងប្អូនលក់មាន់មិនចេញហេតុអ្វីបានជាលក់បានថោកហេតុអ្វីបានជាមិនមានទីផ្សារចំណុចមិនមានទីផ្សារនេះខ្ញុំសូមនិយាយលេងទេបងប្អូនមិនមានទីផ្សារមិនទៅបងប្អូនបើនៅខ្ញុំនៅបាត់ដំបងនេះនៅជិតក្រុងបាត់ដំបងនេះយើងមានផ្សារលើមានផ្សារណាត់មានផ្សារបឹងឈុកមានផ្សារពូពុយមានផ្សារថ្មីហើយនឹងមានផ្សារផ្សេងៗទៀតនៅតាមភូមិតាមតំបន់តូចៗនៅក្នុងខេត្តបាត់ដំបងហេតុអ្វីថាគ្មានទីផ្សារប៉ុន្តែនៅក្នុងន័យនេះបងប្អូនមិនមែនសំដៅទៅលើផ្សារកផ្សារខផ្សារគោដែលមានទីតាំងនៅត្រង់នេះត្រង់នោះទេបងប្អូននៅជាទូទៅបងប្អូនកាលណានិយាយថាគ្មានទីផ្សារគឺបងប្អូននិយាយថាមានមាន់លក់ប៉ុន្តែលក់វាមិនចេញមានមាន់លក់ប៉ុន្តែវាលក់ទៅវាបានថោកមិនអញ្ចឹងទេបងប្អូនជាទូទៅចំណុចទី1ដែលលោកគ្រូលេងស៊ីវិធីលើកឡើងបងប្អូនចំណុចទី1ដែលយើងគួរពិចារណាគឺតើបងប្អូនដែលធ្លាប់ធ្វើឲ្យគេស្គាល់យើងហើយឬនៅគេស្គាល់យើងមិនមែនត្រឹមតែឈ្មោះថាកុសលទេបងប្អូនកុសលនឹងធ្វើអីកុសលនឹងចិញ្ចឹមមាន់កុសលចិញ្ចឹមមាន់អីចិញ្ចឹមមាន់ស្រែចិញ្ចឹមមាន់ខ្មែរចិញ្ចឹមមាន់លក់សាច់ចិញ្ចឹមមាន់លក់កូនមាន់ចិញ្ចឹមលក់ពងមាន់ឬក៏ចិញ្ចឹមលក់មេបាអញ្ចឹងតើគេស្គាល់យើងហើយឬនៅហើយបើសិនជាគេមិនស្គាល់យើងបងប្អូនគួរតែពិចារណាធ្វើយ៉ាងម៉េចឲ្យគេស្គាល់យើងហើយបងប្អូននៅក្នុងសហគមន៍របស់បងប្អូនជាមនុស្សបែបណាបងប្អូនជាមនុស្សដែលមានទំនាក់ទំនងល្អជាមួយនឹងអ្នកជិតខាងទេបងប្អូនមានទំនាក់ទំនងជាមួយនឹងសហគមន៍របស់បងប្អូនគ្រប់អ្នកដែលចិញ្ចឹមមាន់ហើយឬនៅគេស្គាល់បងប្អូនហើយឬនៅហើយបើសិនជាគេមិនស្គាល់យើងត្រូវធ្វើយ៉ាងម៉េចឲ្យគេស្គាល់យើងបងប្អូនយើងត្រូវតែបង្ហាញយើងត្រូវតែប្រាប់គេយើងត្រូវតែ promotion ខ្លួនឯងយើងត្រូវតែធ្វើទីផ្សារខ្លួនឯងឲ្យគេស្គាល់យើងថាយើងឈ្មោះអីយើងមានទីតាំងនៅឯណាហើយចំណុចនេះជាចំណុចកំប្លែងទេបងប្អូនបើសិនជាគេមិនស្គាល់យើងថាយើងជាអ្នកចិញ្ចឹមមាន់ផងហើយធ្វើមិនអ្នកទិញមាន់គេដឹងថាត្រូវមកទិញមាន់ពីយើងបងប្អូនសាកគិតខ្លួនឯងមើលក្រៅពីបងប្អូនសាច់ញាតិសាច់បង្កើតយើងនៅផ្ទះរបស់យើងអ្នកភូមិយើងអ្នករបងខាងមុខអ្នករបងខាងក្រោយអ្នកខាងមុខផ្ទះអ្នកខាងក្រោយផ្ទះអ្នកខាងត្បូងភូមិអ្នកខាងចុងភូមិគេមិនស្គាល់យើងទេគេមិនស្គាល់យើងថាយើងជាអ្នកចិញ្ចឹមមាន់ទេថាហើយការហេតុអ្វីបានជាបងប្អូនគួរតែស្គាល់គេឲ្យបានច្រើនបងប្អូនពីព្រោះមនុស្សគឺជាទីផ្សាររបស់យើងលក់មាន់ទៅឲ្យមនុស្សយើងលក់មាន់ទៅឲ្យអ្នកជិតខាងដែលឈ្មួញលក់ឲ្យមាន់ទៅឈ្មួញលក់ឲ្យមាន់ទៅអ្នកដែលគាត់លក់សាច់នៅទីផ្សារអញ្ចឹងបងប្អូនត្រូវតែដឹងថាអ្នកណាជាអតិថិជនរបស់យើងបងប្អូនត្រូវតែស្គាល់បណ្ដាញឲ្យបានច្រើនទាក់ទងទៅនឹងការលក់មាន់ចំណុចទី3បងប្អូនចំណុចទី3បងប្អូនរាល់ថ្ងៃបងប្អូនមានទូរស័ព្ទមិនចឹងឯងបងប្អូនមានទូរស័ព្ទបងប្អូនលេង Facebook បងប្អូនលេង Facebook ខ្ញុំជឿថា100%ដែលបងប្អូនកំពុងតែមើលនេះបងប្អូនសុទ្ធតែជាអ្នកលេង Facebook ហើយចាំបើសិនខ្ញុំសួរថាបងប្អូនមាន Facebook account មិនចឹងឯងដែលបងប្អូនកំពុងតែលេងហ្នឹងមើលហ្នឹងគឺបងប្អូនមាន Facebook account ហើយចុះបងប្អូនមាន Facebook page អត់អញ្ចឹងបើសិនជាបងប្អូនមិនទាន់បានបង្កើត Facebook page ទេបងប្អូនត្រូវតែបង្កើត Facebook page មួយហើយ Facebook page ហ្នឹងបងប្អូនយើងជាអ្នកចិញ្ចឹមមាន់ដាក់ក្នុងគោលបំណងលក់មាន់ផ្សព្វផ្សាយដើម្បីឲ្យបងប្អូនដទៃផ្សេងទៀតគាត់ត្រូវការទិញមាន់សាច់គាត់ត្រូវការទិញពងមាន់ត្រូវការទិញកូនមាន់ត្រូវការទិញមាន់យកទៅធ្វើមេបា Facebook page ដែលបងប្អូនគួរតែដាក់ឈ្មោះហ្នឹងបងប្អូនមិនមែនដាក់ឈ្មោះឧទាហរណ៍ថាបេះដូងស្មោះស្នេហ៍
បេះដូងក្រៀមក្រំបេះដូងខូចចិត្តអីអត់ទេបងប្អូនដាក់បង្កើត Facebook page នៅក្នុងគោលបំណងលក់មាន់អញ្ចឹងហើយបងប្អូនត្រូវតែដាក់ page Facebook របស់បងប្អូនឲ្យវាតាក់ទងទៅរឿងមាន់តាក់ទងទៅរឿងកសិកម្មឧទាហរណ៍ថាកសិកម្មមាន់ស្រែភូមិកកសិកម្មមាន់ស្រែភូមិខបាត់ដំបងមាន់ស្រែលេខ1បាត់ដំបងមាន់ស្រែ510ឧទាហរណ៍បងប្អូនមិនអាចទៅដាក់ឈ្មោះ Facebook page ដែលមានឈ្មោះផ្សេងទំនោរទៅរកផ្លូវផ្សេងគឺអ្នកដែលគាត់ចិញ្ចឹមមាន់គេមិនមើលយើងទេបងប្អូនអ្នកដែលគេចង់ទិញមាន់ក៏គេត្រូវមើល Facebook page របស់យើងវាតាក់ទាញគេដែរអត់ហើយរូប Facebook នឹងមានរូបមាន់ដែរអត់ជួនកាលបងប្អូនលក់មាន់ដល់ពេលក្នុងរូបសិតតែរឿង AI សិតតែរឿង AI ហាហាហាអញ្ចឹងគ្មានអ្នកណាគេស្គាល់យើងទេបងប្អូនហើយបងប្អូននៅក្នុង Facebook របស់បងប្អូនរាល់ថ្ងៃមានមិត្តភ័ក្តិប្រហែលអ្នកមិត្តភ័ក្តិឬក៏ friend នៅក្នុង Facebook ហ្នឹង friend បងប្អូនមានប្រហែលអ្នកមានតែ2000នាក់ហើយបងប្អូនដឹងថា Facebook អនុញ្ញាតឲ្យយើងមាន friend ប្រហែលអ្នកអត់5000នាក់បងប្អូន5000នាក់អញ្ចឹងបើសិនជាបងប្អូនបង្កើត Facebook account មួយមានមិត្តភ័ក្តិរហូតដល់5000នាក់សុទ្ធតែអ្នកចាំមាន់អញ្ចឹងបងប្អូនភ័យបារម្ភរឿងទីផ្សារអត់12500បងប្អូនលក់អីបងប្អូនផុស Facebook ថតវីដេអូខ្លីៗដាក់នៅក្នុងវីដេអូរបស់បងប្អូន Facebook page ថតប្រហោះរាល់ថ្ងៃនេះមាន់ខ្ញុំឥឡូវ1គីឡូ8ខាំហើយខ្ញុំត្រូវការលក់បាមាន់នេះអាយុ4ខែហើយវាមិនទាន់ចេះរងាវទេប៉ុន្តែសាច់វាល្អរាងវាស្អាតជើងវារមៀតក្បាលវាក្រហមល្អឧទាហរណ៍អញ្ចឹងបងប្អូនប្រម៉ូសិនរៀននិយាយនៅក្នុងវីដេអូរបស់បងប្អូនលក់មាន់បានកាន់តែមានទីផ្សារធំទូលំទូលាយបើសិនជាបងប្អូនចង់លក់មាន់ហើយបងប្អូនមិនទាន់មាន Facebook page ហើយបងប្អូនគិតតែរអ៊ូបងប្អូនគិតថាមានសំណាងធ្លាក់មកពីលើមេឃដែរទេប្រហែលជាគ្មានទេបងប្អូនសម្រាប់ខ្ញុំគឺខ្ញុំពឹងអាស្រ័យទៅលើការខិតខំប្រឹងប្រែងមិនមែនពឹងទៅលើសំណាងទេនៅពេលបច្ចុប្បន្ននេះហើយបងប្អូននៅពេលដែលបងប្អូនមាន Facebook page ហើយអ្វីដែលបងប្អូនត្រូវធ្វើបន្តនោះបងប្អូនដូចខ្ញុំបានលើកឡើងមកអញ្ចឹងបងប្អូនឧស្សាហ៍ថតមាន់របស់យើងឲ្យអតិថិជនរបស់យើងមើលឥឡូវកសិដ្ឋានមាន់ស្រែពុកសល់បាត់ដំបងឧទាហរណ៍ខុសដាក់ចំណីមាន់ហើយយើងរៀននិយាយក្នុងវីដេអូរបស់យើងមាន់ខ្ញុំអាយុប៉ុណ្ណេះហើយសុខភាពវាល្អខ្ញុំធ្វើវ៉ាក់សាំងរួចហើយយើងប្រាប់ទៅដល់អតិថិជនរបស់យើងអញ្ចឹងហើយនៅពេលគេអ្នកដែលគេមើលវីដេអូរបស់យើងគេអាចនឹងឆាតសួរបងប្អូនគេចាប់អារម្មណ៍ចង់ទិញកូនមាន់10ក្បាលទិញ20ក្បាលទិញ30ក្បាលចង់ទិញមាន់បានេះ2ក្បាលយកទៅធ្វើមេបាបងប្អូនអញ្ចឹងនេះបងប្អូននេះឃើញនេះបងប្អូននេះមាន់ប៉ុណ្នេះបងប្អូនមាន់ប៉ុណ្នេះបើសិនជាខ្ញុំលក់គឺខ្ញុំអាចលក់បានក្នុងតម្លៃ1គីឡូ18000 17000បើសិនជាខ្ញុំចង់លក់បាក៏ខ្ញុំអាចលក់បានលួច30000ទៅ40000ទេបងប្អូននេះអញ្ចឹងបើសិនជាបងប្អូនមិនទាន់មាន Facebook page ទេបងប្អូនបង្កើត Facebook page មួយទៅហើយមួយទៀតបងប្អូនឱកាសរបស់យើងគឺយើងគួរតែចូលរួមជាមួយនឹងក្រុមឲ្យបានច្រើនក្រុមនឹងអាចមានបណ្ដាញកាលណាមានក្រុមមនុស្សដែលសិតតែជាអ្នកចិញ្ចឹមមាន់ទីផ្សារយើងគឺនៅកន្លែងហ្នឹងឯងបងប្អូនអាចគាត់មិនទិញយើងនៅក្នុងក្រុមប៉ុន្តែគាត់អាចនឹងជួយរកទីផ្សារឲ្យយើងឧទាហរណ៍ថាឥឡូវនេះតេតទៅនឹងសហគមន៍កសិកម្មនៅក្នុងតំបន់របស់បងប្អូនដើររកស្វែងរកមើលតើមានសហគមន៍កសិកម្មដែលតេតទៅនឹងការចិញ្ចឹមសត្វឬក៏ដាំបន្លែដាំដំណាំអីអត់បងប្អូនឧស្សាហ៍ចូលរួមក្រុមជាមួយគេនៅក្នុងសហគមន៍កសិកម្មដើម្បីយើងចងក្រងជាបណ្ដាញចងក្រងជាក្រុមអ្នកចិញ្ចឹមមាន់ឲ្យបានច្រើនហើយបងប្អូនថ្ងៃនេះបងប្អូនមិនមានលក់បងប្អូនដឹងថាបងកមានមាន់លក់បងប្អូនជួយផ្សព្វផ្សាយឲ្យគេអញ្ចឹងការចងក្រងបណ្ដាញចងក្រងក្រុមមនុស្សជាអ្នកចិញ្ចឹមមាន់ហ្នឹងមានឱកាសទីផ្សារយើងត្រូវការលក់មាន់គេអត់ដល់លក់គេជួយផ្សព្វផ្សាយយើងហើយលក់មួយក្នុងតម្លៃគោលអត់មានលក់តាមតែឈ្មួញទម្លាក់តម្លៃទេអញ្ចឹងការចូលរួមក្រុមតាម Telegram ក៏ដោយក្រុម Messenger ក៏ដោយទាក់ទងនឹងការលក់មាន់បងប្អូនគួរតែចូលក្រុមជាមួយគេឲ្យបានច្រើនដើម្បីដឹងពីទីផ្សារដឹងពីតម្លៃដឹងពីយើងអាចចែករំលែកអំពីរបស់ល្អៗដូចគ្នា